ឯកឧត្តមហ៊ុនម៉ាណីពាក់ឯកសណ្ឋានកងទ័ពអមដំណើរសម្ដេចតេជោហ៊ុនសែនចុះសួរសុខទុក្ខកងទ័ពជួរមុខការពារព្រំដែនកម្របានឃើញណាស់ឯកឧត្តមហ៊ុនម៉ាណីពាក់ឯកសណ្ឋានកងទ័ពក្នុងពេលចុះបេសកកម្មម្ដងថ្ងៃនេះឯកឧត្តមបានទៅដល់សមរភូមិជួរមុខអមដំណើរសម្ដេចតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5និងជាប្រធានព្រឹទ្ធសភាចុះសួរសុខទុក្ខកងទ័ពនិងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជាថៃនៅខេត្តឧត្តរមានជ័យសម្ដេចតេជោធ្លាប់បានបង្ហើបថាឯកឧត្តមហ៊ុនម៉ាណីក៏ធ្លាប់ជាទាហានដែលក្រោយមកសម្រេចចិត្តចូលឈ្មោះជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺសូមជម្រាបថាឯកឧត្តមហ៊ុនម៉ាណីបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា